ថ្ងៃនេះបាននាំលោកយាយហើយនឹងអ្នកម៉ាក់ដើរផ្សារទំនើបម្ដងហើយនេះនាំលោកយាយហើយនឹងម៉ាក់ហ្នឹងដើរមកលេងផ្សារទំនើបមិននៅណាទេអ្នកគ្នាគឺនៅចិត្តយើងនឹងទេគឺផ្សារទំនើបអ៊ីអនមួយហើយយាយខ្ញុំពាក់វ៉ែនតានៅនេះតាមពិតទៅណាក៏ទៅអីចឹងគាត់ថាយូរពួកយើងបានមកលេងម្ដងអីចឹងដោយថាវាប្លែកសម្រាប់ពួកយើងហើយនៅនេះផ្សារទំនើបហ្នឹងស្អីក៏មានដែរហើយឥឡូវបាននាំគាត់ដើរមកចូលមើលកន្លែងសិភៅម្ដងបណ្ណាល័យសិភៅនេះគឺលាក់ខ្លួននៅក្នុងអ៊ីអនមួយអ្នកគ្នាគឺមានកាហ្វេគឺមានហាងកាហ្វេនៅក្នុងបណ្ណាល័យនឹងទៀតអញ្ចឹងគឺគេញ៉ាំកាហ្វេហើយញ៉ាំកាហ្វេបដាមើលសិភៅបដាហើយសិភៅនៅនេះច្រើនណាស់អ្នកគ្នាមិនថាជាសិភៅអក្សរខ្មែរឬក៏សិភៅអក្សរសាស្ត្រអង់គ្លេសទេមានទាំងអស់មានច្រើនមែនតើបើរៀបរាប់ទៅខ្ញុំរៀបរាប់អត់អស់ទេតើអ្នកគ្នាបានទៅមើលហើយនៅនឹងនៅអ៊ីអនទេសភៅនឹងដូចជានៅជាន់ទី1អ្នកគ្នាឬក៏នៅជាន់តដីនេះខ្ញុំថតហើយខ្ញុំភ្លេចសំទោសអ្នកគ្នាខ្ញុំភ្លេចហើយសភៅមានហើយគេតាំងរូបព្រះបាទជាមន្ទី7អីនៅនឹងដែរអញ្ចឹងណាហើយនេះមានកូនក្មេងហើយនឹងក្រោយនេះមានសភៅគំនូរជីវចលសភៅរូបភាពអីចឹងណាហើយមិនដូចខ្ញុំដូចអ្នកគ្នាអត់ឃើញអញ្ចឹងគឺសភៅរូបភាពសភៅកូនក្មេងសម្រាប់កុមារឬក៏សម្រាប់យុវវ័យមានទាំងអស់មកចប់ហ្មងទូទៅនៅនឹងមានទាំងអស់ហើយគាត់ដើរមកសួរអញ្ចឹងថាស្មានណាទៅវិញអញ្ចឹងពួកឯសភៅហាងហ្នឹងវាច្រើនអ្នកគ្នាហើយនេះកន្លែងគេអង្គុយអានសភៅកន្លែងគេអង្គុយអានសភៅកន្លែងហ្នឹងអញ្ចឹងទៅហើយកន្លែងនេះដោយអ្នកគ្នាឃើញអញ្ចឹងមានហាងកាហ្វេផងមានហាងសភៅផងហើយនេះហើយកន្លែងនេះកន្លែងគេមានកុំព្យូទ័រទេកន្លែងហ្នឹងកន្លែងកាហ្វេហ្នឹងគ្នាគេអាចទិញកាហ្វេបដាញ៉ាំកាហ្វេបដាអានសភៅបដាហាងស្អាតហ្នឹងនេះអត់ដឹងថាម្ចាស់ brand ឬក៏ម្ចាស់ហាងណាគេទេគាត់រៀបចំបានស្អាតមែនតើហើយបើយើងទៅគួរចង់អង្គុយលេងណាមានហាងកាហ្វេយើងមាន Wi-Fi ដាក់ជាមួយកុំព្យូទ័រទូរស័ព្ទអីការងារបានបញ្ចប់ហើយទីធ្លាក៏ស្អាតទៀតហើយមិនក្តៅនឹងគ្នានៅអ៊ីអនហើយនៅគាត់នៅឆ្ងាយមកឃើញបាក់នេះហើយពួកយើងបានចេញពីនឹងហើយឥឡូវត្រៀមចុះទៅវិញហើយគាត់ថាបានញ៉ាំអីតិចតួចអញ្ចឹងទៅហើយមើលហាងមើលសភៅអញ្ចឹងទៅហើយដោយឡែកនេះនឹងឃើញលោកយាយខ្ញុំថតគាត់អត់មើលដែរ